ឥឡូវនេះតាមពេលវេលាដែលរ៉ូណូបានកំណត់ហើយនឹងភរិយារបស់គាត់គឺសៅជូជីណារ៉ូទ្រីហ្គេសសប្តាហ៍ក្រោយគាត់នឹងរៀបអាពាហ៍ពិពាហ៍នៅកោះម៉ាដេរ៉ាប្រទេសប៉ូទុយហ្គាល់ព្រោះទីនោះគឺជាស្រុកកំណើតរបស់គ្រីស្ទីយ៉ាណូរ៉ូណាល់ដូហើយតាមថ្ងៃតាមវេលាដែលអាចារ្យបានដេញឲ្យគាត់អញ្ចឹងគាត់កំណត់យកខែអាចនឹងថ្ងៃទី7អាចនឹងថ្ងៃទី7ខែនឹងផងព្រោះគឺជាលេខសំណាងរបស់គាត់អញ្ចឹងគឺគាត់រៀបអាពាហ៍ពិពាហ៍នៅក្នុងខែហ្នឹងដើមសប្តាហ៍ក្រោយហ្នឹងព្រោះគាត់បានដេញវេលាដេញអីអស់ហើយការរៀបអាពាហ៍ពិពាហ៍នេះគឺមិនត្រូវធ្វើបានធំដុំទេគាត់អញ្ជើញសាច់ញាតិគ្រួសារសងខាងអាចារ្យហើយមានមិត្តភ័ក្តិតិចតួចមែនទែនដែលរ៉ូដូត្រូវបាន invite ឲ្យចូលរួមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់គាត់នៅម៉ាដេរ៉ាប្រទេសប៉ូទុយហ្គាល់ឥឡូវនេះសម្ព័ន្ធភាពរបស់រ៉ូដូជាមួយនឹងប្រពន្ធគាត់បច្ចុប្បន្នជូជីណារ៉ូទ្រីហ្គេសត្រូវបានឈានដល់ពេលវេលាមួយជាក់លាក់សប្តាហ៍ក្រោយនេះរ៉ូដូគាត់នឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងជូជីណារ៉ូទ្រីហ្គេសក៏ប៉ុន្តែមែនទែនទៅពួកគាត់វាដូចជាប្តីប្រពន្ធដែលរៀបការស្របច្បាប់ទៅហើយបើយើងនិយាយពី culture របស់អឺរ៉ុបបើធ្វើបិទតែគាត់មិនទាន់រៀបការឲ្យពេញមុខពេញមាត់ប៉ុន្តែគាត់បានរួមរស់ជាមួយគ្នារយៈពេលប្រហែលជិត10ឆ្នាំហើយតាមពីគាត់នៅអេស្ប៉ាញជាមួយក្លឹប Real Madrid ហើយជូជីណារ៉ូទ្រីហ្គេសនេះថែមទាំងបង្កើតគ្រួសារឲ្យគាត់ថែមទាំងផ្ដល់កូនឲ្យគាត់ប្រហែលដូចជា3នាក់អីខូចមួយកុំឲ្យធ្វើ4នាក់ឥឡូវនេះតាមពេលវេលាដែលរ៉ូណូបានកំណត់ហើយនឹងភរិយារបស់គាត់គឺសៅជូជីណារ៉ូទ្រីហ្គេសសប្តាហ៍ក្រោយគាត់នឹងរៀបអាពាហ៍ពិពាហ៍នៅកោះម៉ាដេរ៉ាប្រទេសប៉ូទុយហ្គាល់ព្រោះទីនោះគឺជាស្រុកកំណើតរបស់គ្រីស្ទីយ៉ាណូរ៉ូណាល់ដូហើយតាមថ្ងៃតាមវេលាដែលអាចារ្យបានដេញឲ្យគាត់អញ្ចឹងគាត់កំណត់យកខែអាចនឹងថ្ងៃទី7អាចនឹងថ្ងៃទី7ខែនឹងផងព្រោះគឺជាលេខសំណាងរបស់គាត់អញ្ចឹងគឺគាត់រៀបអាពាហ៍ពិពាហ៍នៅក្នុងខែហ្នឹងដើមសប្តាហ៍ក្រោយហ្នឹងព្រោះគាត់បានដេញវេលាដេញអីអស់ហើយការរៀបអាពាហ៍ពិពាហ៍នេះគឺមិនត្រូវធ្វើបានធំដុំទេគាត់អញ្ជើញសាច់ញាតិគ្រួសារសងខាងអាចារ្យហើយមានមិត្តភ័ក្តិតិចតួចមែនទែនដែលរ៉ូដូត្រូវបាន invite ឲ្យចូលរួមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់គាត់នៅម៉ាដេរ៉ាប្រទេសប៉ូទុយហ្គាល់ប៉ុន្តែអ្វីដែលគាត់នឹងធ្វើឲ្យធំដុំមែនទែនហ្មងគឺកាត់ចំណងដៃនេះគាត់កាត់នៅLOLC នេះគាត់ដាក់ឲ្យត្រូវចំនួនលេខរបស់គាត់ហ្មង700តុកគឺគាត់រៀបបានន័យថា700តុកគាត់ការនៅម៉ាដេរ៉ាប្រទេសប៉ូទុយហ្គាល់គាត់មកកាត់ចំណងដៃនៅជ្រោយយ៉ាវ៉ានៅពេញយើងនេះនៅ LOLC នេះស៊ី700តុកអញ្ចឹងឥឡូវនេះគាត់អត់ទាន់ចែកធៀបទេដោយសារគាត់គ្រាន់តែរៀបអាពាហ៍ពិពាហ៍ឲ្យចាស់ទុំដឹងឮសិនហើយពេលវេលានេះក៏ត្រូវបានអ្នកគ្រប់គ្រងជុំវិញពិភពលោកទន្ទឹងរង់ចាំយូរមកហើយគាត់បានភ្ជាប់ពាក្យហើយគាត់បានបំពេញមុខបំពេញមាត់ឲ្យទៅនារីម្នាក់ដែលគាត់ស្រឡាញ់អាហ្នឹងហើយបានពូ respect គាត់កន្លែងហ្នឹងថាគាត់គឺជាបរិសុទ្ធជោគជ័យហ្មងគាត់ជោគជ័យទាំងការងារគាត់ជោគជ័យទាំងគ្រួសារគាត់ជោគជ័យទាំងបាល់ទាត់គាត់បច្ចុប្បន្ននឹងកន្លែងហ្នឹងដែលពូ respect គាត់ហ៎អាហ្នឹងបានគេហៅថាបរិសុទ្ធជោគជ័យមានគ្រួសារមួយដែលមានសមាជិកមានកូនមានចៅសុខដុមរមនា